ច្រកសមុទ្រ Hormuz បានបើកឡើងវិញក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ក្តៅគគុកនានាទីចុងក្រោយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្រោយសារគម្រាមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងទម្លាក់គ្រាប់បែកគំទេចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់នៅនាទីចុងក្រោយយ៉ាងតិចជាង2ម៉ោងមុនថ្ងៃផុតកំណត់របស់ប្រធានាធិបតី Donald Trump ទម្លាក់គ្រាប់បែកគំទេចប្រទេសអ៊ីរ៉ង់គ្រប់យ៉ាងត្រូវបានប្រែប្រួលក្រោយប្រទេសទាំងពីរងាកមករកផ្លូវចរចាដើម្បីបញ្ចប់សង្គ្រាមជំរុញឲ្យមានបទឈប់បាញ់រយៈពេល2សប្តាហ៍ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាស្ថាពរជ្រុងមួយនៃបទឈប់បាញ់រយៈពេល2សប្តាហ៍ប្រទេសទាំងពីរបានដាក់លក្ខខណ្ឌសំខាន់មួយនៃកិច្ចព្រមព្រៀងគឺអនុញ្ញាតឲ្យកប៉ាល់ឆ្លងកាត់ច្រកសមុទ្រនេះរយៈពេល2សប្តាហ៍ខណៈកប៉ាល់ដឹកទំនិញជាង800គ្រឿងត្រូវបានកកស្ទះជាង1ខែក្រោយផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ FARS បានទម្លាយឲ្យដឹងនៅថ្ងៃទី8ខែមេសានេះថាអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ជាស្ថាពរក្រោយសង្គ្រាមនៅមជ្ឈមបូព៌ាកាន់តែតានតឹងខណៈអាមេរិកនិងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់មិនដកដៃទាល់តែសោះមិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញសារគម្រាមជាហូរហែរហូតប្រកាសកំណត់អសានវត្តនិងទម្លាក់គ្រាប់បែកគំទេចស្ពានហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់យ៉ាងណាប្រភពខាងលើអះអាងថាអ៊ីរ៉ង់យល់ព្រមតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកហើយនិងព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញខណៈកប៉ាល់ជាង800គ្រឿងបានជាប់គាំងនៅក្នុងឈូងសមុទ្រពាក់រួមទាំងកប៉ាល់ដឹកប្រេងកាតចំនួន426គ្រឿងកប៉ាល់ដឹកឧស្ម័ន LPG ចំនួន34គ្រឿងនិងកប៉ាល់ដឹកឧស្ម័ន LNG ចំនួន19គ្រឿងដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសម្ពាធលើខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពិភពលោកប្រពន្ធបន្តថាបញ្ហាច្រកសមុទ្រ Hormuz ជាចំណុចរសើបរបស់ពិភពលោកដែលធ្វើឲ្យមេដឹកនាំពិភពលោកជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកលោកត្រាំខឹងសម្បានឹងអ៊ីរ៉ង់ដែលបិទច្រកសមុទ្រ Hormuz មួយនេះប្រភពសង្កត់ធ្ងន់ថាការយល់ព្រមបើកច្រកសមុទ្រ Hormuz មិនមែនមានន័យថាអ៊ីរ៉ង់ព្រមចោះចាញ់សត្រូវនោះទេប៉ុន្តែជាការបើកផ្លូវទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់និងធានាស្ដារស្ថិរភាពនៅមជ្ឈមបូព៌ាឲ្យល្អឡើងវិញប្រពន្ធពីទីភ្នាក់ងារអ៊ីរ៉ង់បាននិយាយថាអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ឲ្យដំណើរការឡើងវិញជាស្ថាពរព្រោះអ៊ីរ៉ង់បានយល់ព្រមកិច្ចព្រមព្រៀងកំណត់បទឈប់បាញ់ជាមួយអាមេរិករយៈពេល2សប្តាហ៍តែយ៉ាងណាប្រពន្ធបញ្ជាក់ថាបើស្ថានភាពនៃកិច្ចព្រមព្រៀងមិនអំណោយផលគឺអាមេរិកនិងអ៊ីស្រាអែលមិនអនុវត្តតាមកិច្ចសន្យាទាំង10ចំណុចទេអ៊ីរ៉ង់នឹងបិទច្រកសមុទ្រ Hormuz ឡើងវិញហើយសង្គ្រាមនឹងបន្តទៀត